ជំរាបសួរអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់មកចែកម្លែកអំពីដំណឹងល្អមួយដែលតាក់ទងទៅនឹងអាហារូបករណ៍របស់ UWC រយៈពេល2ឆ្នាំដែលគេទើបតែនឹងចេញណាអាហារូបករណ៍នេះគឺសម្រាប់សិស្សវិទ្យាល័យដែលមានអាយុចាប់ពី16ទៅ18ឆ្នាំហើយនៅក្នុងឆ្នាំនេះហ្នឹងគឺគេមានផ្ដល់អាហារូបករណ៍រហូតដល់4កន្លែងដល់សិស្សកម្ពុជាទៅប្រទេសកាណាដាប្រទេសន័រវេប្រទេសឥណ្ឌាហើយនិងប្រទេសចិនហើយខ្ញុំពិតជាចង់ជួយជំរុញអ្នកទាំងអស់គ្នាជាពិសេសសិស្សឲ្យគាត់ដាក់ពាក្យដើម្បីប្រឡងយកអាហារូបករណ៍នេះហើយបើសិនជាឪពុកម្ដាយឬក៏បងប្អូនណាដែលគាត់មានបងប្អូនឬក៏កូនក្មួយអីដែលគាត់អាចដាក់ពាក្យបានខ្ញុំគិតថាគួរតែជំរុញឲ្យពួកគាត់ដាក់ពាក្យពីព្រោះថានេះគឺជាឱកាសដ៏ធំមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងបានណាខ្ញុំបានមកដល់សប្តាហ៍នេះក៏ដោយសារតែអាហារូបករណ៍របស់ UWC ដូចគ្នាហើយសម្រាប់អ្នកដែលគាត់អាចដឹងឮពីសាលា UWC អាចទទួលយកព័ត៌មានបន្ថែមបាននៅក្នុង website របស់គេអាចចូលទៅក្នុងគេហទំព័រ cambodia.uwc.org ដើម្បីអានព័ត៌មានបន្ថែមទាក់ទងទៅនឹងសាលា UWC ក៏ដូចជាវប្បធម៌របស់គេតើមានទីតាំងនៅប្រទេសណាខ្លះការសិក្សារបស់គេថាតើការអប់រំរបស់សាលា UWC ហ្នឹងគឺវាមានបែបម៉េចខ្លះហ្នឹងហើយអញ្ចឹងចង់បានព័ត៌មានបន្ថែមកុំភ្លេចចូលទៅក្នុងគេហទំព័រហ្នឹងហើយសម្រាប់បងប្អូនដែលគាត់គ្រប់អាយុអាចដាក់ពាក្យប្រឡងបានណាហើយគិតថាខ្លួនឯងប្រហែលជាប្រឡងទៅអត់ជាប់ខ្លាចធ្លាក់ឬក៏អត់ជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងខ្ញុំចង់ប្រាប់ថាការខ្ញុំប្រឡង3ដងបានជាប់ហើយខ្ញុំគិតថាបទពិសោធន៍ដែលយើងប្រឡងនីមួយហ្នឹងគឺវាជួយយើងថ្ងៃខាងមុខទៀតជួយមិនខ្លះទី1បើសិនជាយើងប្រឡងទៅជាប់ជីវិតរបស់យើងគឺផ្លាស់ប្ដូរខ្លាំងមែនទែនដូចជីវិតរបស់ខ្ញុំដែរហើយទី2បើសិនជាយើងប្រឡងទៅអត់ជាប់ទេយើងអាចទៅប្រឡងឆ្នាំក្រោយទៀតបានហើយបទពិសោធន៍ដែលយើងយកទៅប្រឡងឆ្នាំនេះហ្នឹងគឺយើងអាចរៀនពីវាដើម្បីធ្វើឲ្យយើងត្រៀមបានទៅប្រឡងឆ្នាំក្រោយទៀតណាហើយបើសិនជាយើងអត់អាចប្រឡងឆ្នាំក្រោយទៀតបានទេបទពិសោធន៍ដែលយើងទទួលបានពីការប្រឡងអាហារូបករណ៍នេះក៏យើងអាចយកវាទៅប្រើការបាននៅថ្ងៃអនាគតនៅពេលដែលយើងទៅដាក់ពាក្យអាហារូបករណ៍ទៅក្រៅប្រទេសថ្នាក់សាកលវិទ្យាល័យថ្នាក់មនុស្សបណ្ឌិតថ្នាក់បណ្ឌិតអីផ្សេងទៀតអញ្ចឹងអ្វីដែលយើងរៀនពីការប្រឡងអាហារូបករណ៍មួយនេះពួកខ្ញុំគិតថាវាមានតែភាពវិជ្ជមានទេភាពអវិជ្ជមានដែលខ្ញុំគិតថាសិស្សមួយចំនួនប្រហែលជាគាត់គិតហ្នឹងគឺថាទៅប្រឡងទៅបើសិនជាអត់ជាប់អាចខាតពេលវេលាខាតលុយកាក់របស់ក្រុមគ្រួសារសម្រាប់អ្នកដែលគាត់គិតអញ្ចឹងខ្ញុំចង់បញ្ជាក់ថាអាចចំណាយពេលវេលាក៏ដូចជាលុយកាក់ហ្នឹងគឺវាមានតម្លៃខ្លាំងមែនទែនដើម្បីទទួលយកបទពិសោធន៍នេះបានអញ្ចឹងណាហើយសម្រាប់អ្នកដែលគាត់ខ្លាចបរាជ័យដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងខ្ញុំប្រឡងតតែ3ដងបានជាប់ប្រឡងលើកទី1ខ្ញុំអត់ជាប់ខ្ញុំរៀនពីបទពិសោធន៍ហ្នឹងកាលហ្នឹងគិតថាតើឆ្នាំក្រោយអាចធ្វើគេបានខ្លះដើម្បីត្រៀមប្រឡងលើកទី2នៅពេលដែលប្រឡងលើកទី2អត់ជាប់ខ្ញុំក៏យកបទពិសោធន៍ហ្នឹងទៅពង្រឹងរៀនត្រៀមបន្ថែមទៀតដើម្បីប្រឡងលើកទី3បានខ្ញុំជាប់ហើយសម្រាប់សិស្សដែលគាត់ខ្លាចបរាជ័យខ្ញុំពិតជាចង់ជួយលើកទឹកចិត្តថាកុំឲ្យខ្លាចពីព្រោះថាការបរាជ័យគឺតាមពិតល្អសម្រាប់ជីវិតរបស់យើងឯងមាន phrase អង់គ្លេសមួយនេះហ្នឹងគេនិយាយថា the only people who never fail are those who never try ដែលបកប្រែជាខ្មែរទៅគឺនិយាយថាអ្នកដែលអត់ដែលបរាជ័យសោះគឺអ្នកដែលអត់ដែលព្យាយាមនៅក្នុងជីវិតអញ្ចឹងយើងសុខចិត្តព្យាយាមហើយបើសិនជាយើងបរាជ័យយ៉ាងហោចណាស់យើងមានមេរៀនជីវិតដើម្បីរៀនពីការបរាជ័យហ្នឹងប៉ុន្តែសំខាន់គឺយើងសាកដើម្បីអស់ចិត្តហើយខ្ញុំគិតថាក្នុងជីវិតរបស់យើងបើសិនជាអត់សាកទេយើងក៏អាចរស់នៅជីវិតរបស់យើងដោយមានសក្តានុពលផងដែរខ្ញុំពិតជាសង្ឃឹមថាបងប្អូនដែលគាត់មើលវីដេអូនេះនឹងជំរុញខ្លួនឯងឲ្យទៅប្រឡងហើយសំណាងល្អខ្ញុំមានតែប៉ុណ្្នេះឯងជួបគ្នាក្នុងវីដេអូក្រោយជម្រាបលា